ណែលោកប្រុសអ្នកក្រុងមិនក៏ចង់ចងមួយទឹកភក់លេងចឹង ណែរិចភក្តីឈរថ្មឹងទាំងខ្លួនប្រឡាក់ភក់ចំណែករចនាវិញលើកដៃច្រត់ចង្កេះសម្លឹងមើលទៅកូនជ្រូកធ្លាក់ធ្លុកពីក្បាលដល់ចុងជើងឃើញផ្ទៃមេឃបែកខាងកើតឡើងពណ៌ក្រហមច្រាលមេភូមិសននិងរចនាប្រញាប់រត់ចុះពីលើផ្ទះសូមជូនរឿងវាសនាអ្នកស្រែជំនោអ្នកក្រុងនៅក្នុងវិឡាដ៏ស្កឹមស្កៃកណ្ដាលទីក្រុងភ្នំពេញសំឡេងតន្ត្រីបន្លឺឡើងយ៉ាងទ្រហឹងអើងកងភក្តីយុវជនវ័យ25ឆ្នាំជាកូនប្រុសតែមួយគត់របស់លោកអុកញ៉ាសុភ័ក្រកំពុងតែរៀបចំពិធីជប់លៀងយ៉ាងហឹកហាក់ជាមួយមិត្តភក្តិអ្នកមានមកលើកដាច់អាសម្លាញ់ថ្ងៃនេះយើងផឹកឲ្យអស់ដៃម្ដងលុយជារឿងតូចតាចសម្រាប់គ្នាទេវើយភក្តីស្រែកឡើងទាំងអាការៈស្រវឹងជោគជាំដៃបោះដុំប្រាក់ដុល្លារទៅលើតុដូចជាក្រដាសឥតតម្លៃជីវិតរបស់ភក្តីស្គាល់តែភាពស៊ីវិល័យឡានទំនើបនឹងការចាយវាខ្ជះខ្ជាយគាត់តែងតែមើលងាយអ្នកដែលក្រជាងនិងគិតថាមនុស្សខំប្រឹងធ្វើការព្រោះតែពួកគេល្ងងប៉ុន្តែរាត្រីទឹកឃ្មុំរបស់ព្រះបុត្រាអ្នកមានរូបនេះត្រូវបានបញ្ឈប់ភ្លាមនៅពេលដែលលោកអុកញ៉ាសុភ័ក្រដើរចូលមកដោយទឹកមុខមាំខុសពីធម្មតាលោកបញ្ជាឲ្យបិទភ្លេងរួចបណ្ដេញភ្ញៀវទាំងអស់ចេញទៅលោកប៉ានេះលោកប៉ាធ្វើអីហ្នឹងខ្ញុំកំពុងតែសប្បាយផងភក្តីរអ៊ូទាំងមិនពេញចិត្តលោកអុកញ៉ាសុភ័ក្រសម្លឹងមើលកូនប្រុសដោយការខកចិត្តយ៉ាងខ្លាំងរួចបោះការបូបសម្លៀកបំពាក់ចាស់មួយទៅលើឥដ្ឋភក្តីឯងអាយុ25ឆ្នាំហើយក្រោយពីចាយលុយបំផ្លាញគេឈ្មោះខ្ញុំតើឯងអាចធ្វើអីបានខ្លះចាប់ពីថ្ងៃស្អែកទៅឯងត្រូវទៅរស់នៅឯភូមិអូដំបងរយៈពេល3ខែថាម៉េចលោកប៉ាភូមិអូដំបងតើភូមិអូដំបងហ្នឹងនៅឯណាលោកប៉ាវាជាកន្លែងកំសាន្តថ្មីមែនទេលោកប៉ាវាជាភូមិស្រែចម្ការដាច់ស្រយាលឯងត្រូវទៅរស់នៅទីនោះធ្វើស្រែធ្វើចម្ការចិញ្ចឹមជីវិតខ្លួនឯងបើឯងរត់ចោលជួរឬទ្រាំមិនបានមុន3ខែខ្ញុំនឹងកាត់ឈ្មោះឯងចេញពីបញ្ជីមរតកហើយប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅមន្ទីរពេទ្យកុមារការធនាគារទាំងអស់ត្រូវបានបង្កកឡានទំនើបត្រូវបានដកហូតឯងមានតែសម្លៀកបំពាក់ធម្មតាពីកំ pl និងលុយសម្រាប់ជិះឡានឈ្នួលទៅទីនោះតែប៉ុណ្ណោះនេះប៉ាលេងសើចជាមួយខ្ញុំមែនទេបើគ្មានលុយតើឲ្យខ្ញុំរស់យ៉ាងម៉េចទៅប៉ាលោកអុកញ៉ានិយាយរួចក៏ដើរចេញទៅបន្សល់ទុកឲ្យភក្តីឈរថ្មឹងទាំងមិនទាន់ដឹងថានរកលោកីរបស់គេកំពុងតែចាប់ផ្ដើមព្រឹកព្រលឹមឡើងក្រោយពីធ្វើដំណើរតាមឡានឈ្នួលក្រឡុកក្រលាក់អស់ជាច្រើនម៉ោងភក្តីបានមកដល់ភូមិអូដំបងទាំងអាការៈក្អួតចង្អោរនិងទុនដៃទុនជើងផ្លូវលំដីក្រហមពោពេញដោយធូលីដីចំណែកសម្លៀកបំពាក់ប្រេនរបស់គេប្រឡាក់ទៅដោយដីហុយមើលមិនយល់ក្តៅក៏ក្តៅធូលីក៏ហុយនេះវាជាភូមិមនុស្សរស់នៅឬក៏ជាវារហោស្ថានទៅនេះលោកប៉ាកំពុងតែគិតអីណោះបានជាឲ្យកូនប្រុសតែមួយគត់របស់គាត់មករស់នៅឯភូមិដាច់ស្រយាលបែបនេះភក្តីរអ៊ូទាំងខឹងសម្បាដើរអូសវ៉ាលីកាត់តាមវាលស្រែខណៈពេលកំពុងដើររអ៊ូភក្តីមិនបានប្រយ័ត្នក៏រអិលជើងដួលដាំដូងធ្លាក់ចូលទៅក្នុងប្រឡាយទឹកក្បែរផ្លូវលិចចូលទៅក្នុងភក់តាំងពីក្បាលដល់ចុងជើងអាយ៉ាអុយជួយផងអ្នកណាក៏បានដែរនៅចិត្តនេះអូយស្អុយណាស់អាវរបស់ខ្ញុំតម្លៃ$1000ផងភក្តីស្រែកលូឡាដោយទាធ្លាក់ទឹករំពេចនោះមានសម្លេងសើចក្អាកក្អាយមួយបន្លឺឡើងពីលើច្រាំងភក្តីងើបមុខដែលប្រឡាក់សុទ្ធតែភ្លក់សម្លឹងទៅគឺជានារីម្នាក់ពាក់មួកស្លឹកចងក្រមាបើកបរត្រាក់ទ័រពណ៌ក្រហមមួយគ្រឿងនាងកំពុងតែសម្លឹងមើលមកគេទាំងហួសចិត្តនាងនោះគឺរចនាណែលោកប្រុសអ្នកក្រុងមិនក៏ចង់មួយទឹកភក់លេងចឹងរចនានិយាយទាំងញញឹមចុងមាត់ភក្តីខឹងឡើងអួលណែនក្នុងទ្រូងនេះនាងជាអ្នកណាបានជាហ៊ានមើលងាយខ្ញុំបែបនេះដឹងទេថាខ្ញុំជាកូនអ្នកណារចនាគ្រូវិក្បាលរួចហុចដងចប់កាប់មកឲ្យខ្ញុំមិនខ្វល់ថាលោកជាកូនអ្នកណាទេតែបើលោកចង់ឡើងមកលើតោងចប់នេះមកភក្តីគ្មានជំរឿសក៏ចាប់ដងចប់ឡើងមកលើច្រាំងទាំងសើមជោគនិងធំក្លិនភក់ច្រងំគេសម្លឹងមើលរចនាដោយខ្សែភ្នែកគុំគួនចំណែករចនាវិញគ្រាន់តែក្រវីក្បាលហួសចិត្តរួចបើកត្រាក់ទ័រចេញទៅដោយមិនខ្វល់ភក្តីរាវរកផ្ទះមេភូមិដែលឪពុករបស់គេបានរៀបចំទុកឲ្យលុះទៅដល់ផ្ទះឈើខ្ពស់ស្រឡះមួយខ្នងគេក៏បានជួបមេភូមិប៉ុន្តែអ្វីដែលធ្វើឲ្យភក្តីស្ទើរតែទាំងបេះដូងនោះគឺរចនាស្រីជើងខ្លាំងដែលសើចចំអកគេអំបញ្ញមិញគឺជាកូនស្រីរបស់មេភូមិហើយគេត្រូវរស់នៅក្រោមដំបូលផ្ទះជាមួយនាងចាប់ពីថ្ងៃនេះទៅអូក្មួយភក្តីមកដល់ហើយមែនទេសំលេងបុរសចំណាស់ម្នាក់បន្លឺឡើងពីលើផ្ទះ
គាត់គឺមេភូមិសនជាមនុស្សចិត្តធម៌មើងម៉ាត់និងជាមិត្តភក្តិជិតស្និទ្ធរបស់ឪពុកភក្តី សូមជម្រាបសួរលោកពូជួយខ្ញុំផងមើលកូនស្រីលោកពូចោះឃើញខ្ញុំធ្លាក់ទឹកហើយបែរជាមិនជួយហើយសារចំអកខ្ញុំទៀត ភក្តីប្រញាប់ប្តឹងយកត្រូវភ្លាមរចនាពេបមាត់ លោកប៉ាខ្ញុំហុចដងចប់ជួយទាញគាត់ឡើងតាតែចរិតគាត់អ្នកក្រុងអំនួតពេកមកដល់ភ្លាមស្រែកលោឡាពេញវាលស្រែហ្មង ខ្សែភ្នែកពីរគូសម្លឹងប្រសពគ្នាទាំងមិនដាក់ភ្នែកភក្តីឈរថ្មឹងទាំងខ្លួនប្រឡាក់ភក់ចំណែករចនាវិញលើកដៃច្រត់ចង្កេះសម្លឹងមើលទៅកូនជ្រូកធ្លាក់ធ្លុកពីក្បាលដល់ចុងជើងមេភូមិសនសើចហួសចិត្តរួចងាកមកប្រាប់ភក្តី បានហើយក្មួយភក្តីតងូទឹកដូរក៏អាវចេញទៅចាប់ពីពេលនេះទៅឯងត្រូវរស់នៅទីនេះច្បាប់នៅផ្ទះនេះគឺមិនធ្វើការមិនមានបាយហូបទេ ក្រោយពីងូតទឹកជំរះភក់រួចភក្តីត្រូវបង្ខំចិត្តពាក់ខោអាវក្រណាត់ឌីសេនិងអាវយឺតចាស់ៗដែលមេភូមិសនហុចឲ្យធ្លាប់តែពាក់អាវប្រេនរាប់ពាន់ដុល្លារមកពាក់អាវរមាស់រមាស់បែបនេះធ្វើឲ្យគេដើរអេសពេញទាំងខ្លួនដល់ពេលបាយល្ងាចភក្តីដើរមកតុបាយទាំងឃ្លានដាច់ពោះព្រោះមិនបានញ៉ាំអ្វីតាំងពីព្រឹកប៉ុន្តែពេលក្រឡេកមើលម្ហូបនៅលើតុគេសឹងតែហោះទឹកគ្រឿងមួយចានតូចលម្អដោយបន្លែព្រៃនិងត្រីអាំងក្រៀមពី3ក្បាលបាយដាំពីអង្ករសម្រូបពណ៌ក្រហម លោកពូនេះជាម្ហូបសម្រាប់មនុស្សញ៉ាំមែនទេឆ្កែនៅឯផ្ទះខ្ញុំនៅភ្នំពេញញ៉ាំសិតតែសាច់មាន់ល្អជាងនេះផង ភក្តីនិយាយដោយអំនួតនិងខ្ពើមរអើមផាំងរចនាដាក់វែកបាយចុះលើតុយ៉ាងខ្លាំង ណែបើមិនញ៉ាំក៏ហីទៅត្រីអាំងនិងបន្លែទាំងនេះប៉ាខ្ញុំនិងអ្នកភូមិត្រូវហាលខ្យល់ហាលភ្លៀងចេញទៅរកទាំងលោកប៉ាបើលោកគិតថាវាជាចំណីឆ្កែលោកដេកឃ្លានទៅចឹង និយាយរួចរចនាដួសបាយញ៉ាំយ៉ាងឆ្ងាញ់ពិសាដោយមិនខ្វល់ពីភក្តីពោះរបស់ភក្តីចាប់ផ្ដើមរោគ្រូខ្លាំងទៅភាពឃ្លានបានឈ្នះមានអ្នកគេដាច់ចិត្តលូកដៃចាប់ស្លាបព្រាដួសបាយមួយម៉ាត់ចូលមាត់ លោកពូមិនក៏ពិបាកលេបយ៉ាងនេះលោកពូ ភក្តីធ្វើមុខជូរព្រោះមិនធ្លាប់ញ៉ាំបាយអង្ករសម្រូបដែលមិនបានខាត់ស្អាតប៉ុន្តែដោយសារតែឃ្លានពេកគេក៏បង្ខំចិត្តលេបចូលទៅរួចក៏បន្តញ៉ាំទាល់តែអស់ពីចានទាំងមិនដឹងខ្លួនរចនាលួចមើលទៅភក្តីរួចលួចញញឹមម្នាក់ឯងរាត្រីដំបូងនៅជនបទពិតជាការធ្វើទរណកម្មសម្រាប់ភក្តីគ្មានម៉ាស៊ីនត្រជាក់គ្មានពូកទុនមានតែក្រែឈើមួយនិងមុងចាស់មួយសំឡេងមូសហើររោវិញក្បែរត្រជាក់រួមទាំងសំឡេងកង្កែបយំពេញវាលស្រែធ្វើឲ្យគេប្រែខ្លួនចុះឡើងដេកមិនលក់ទាល់តែសោះ អូយលោកប៉ាហេតុអីក៏ធ្វើបាបកូនប្រុសបែបនេះមើលទៅខ្ញុំទ្រាំមិនបានទេខ្ញុំត្រូវតែរត់ ភក្តីគិតក្នុងចិត្តទាំងឈឺក្បាលភក្តីរងចាំរហូតដល់ពាក់កណ្ដាលអាត្រៀតពេលដែលគ្រប់គ្នាកំពុងលងលក់គេលបគ្របដើរចុះពីលើផ្ទះយូវ៉ាលីសម្លៀកបំពាក់បំរុងនឹងរត់ទៅផ្លូវធំដើម្បីរកឡានជិះត្រឡប់ទៅភ្នំពេញវិញប៉ុន្តែពេលដើរចេញពីរបងផ្ទះបានបន្តិចស្រាប់តែមានស្រមោលខ្មៅធំពីរស្ទុះចេញពីក្នុងងងឹតសម្ដៅមករកគេយ៉ាងលឿនវុសក្រហឹមសម្លេងឆ្កែយាមភូមិពីរក្បាលខំប្រុសសន្ធាប់ អូយមើលទៅនៅបានទេម៉ាក់អើយជួយកូនផង ភក្តីស្រែកចាចបោះវ៉ាលីចោលរួចរត់ត្រឡប់ក្រោយឡើងលើផ្ទះវិញលឿនជាងបាញ់ព្រួញឡើងទៅបិទទ្វារបន្ទប់ដេកញ័រទៅត្រឹកដូចកូនមាន់ត្រូវទឹកភ្លៀងពីក្រៅបង្អួចរចនាឈរចុចពិលសម្លឹងមើលទៅបន្ទប់របស់ភក្តីរួចសើចតិច ចង់រត់ចោលជួមែនទេមិនងាយស្រួលពេកទេដឹងលោកប្រុសអ្នកក្រុង ព្រឹកព្រលឹមម៉ោង 5 ទើបតែមានពន្លឺព្រះអាទិត្យប្រហៀមសំឡេងមាន់រងាវល្វីពេញភូមិភក្តីកំពុងតែលងលក់ក្នុងសបិនឃើញខ្លួនឯងកំពុងដើរលេងនៅបរទេសស្រាប់តែប៉ាំងសំឡេងគោះទ្វារបន្ទប់យ៉ាងខ្លាំងខុសចង្វាក់ធ្វើឲ្យគេភ្ញាក់ព្រឺតស្ទុះអង្គុយទាំងបើកភ្នែកមិនទាន់រួច អ្នកប្រុសភក្តីចាព្រះអាទិត្យចាំងចំកណ្ដាលក្បាលហើយងើបឡើងលោកប៉ារបស់ខ្ញុំឲ្យមកហៅលោកទៅចំការ សំឡេងរចនាស្រែកហៅពីខាងក្រៅភក្តីបើកទ្វារមកទាំងមុខស្អុយ ទើបតែម៉ោង 5 សោះមេឃនៅងងឹតស្លុកចាំងចំកណ្ដាលក្បាលស្អីនៅឯភ្នំពេញម៉ោងស្មើនេះខ្ញុំនៅដេកនៅឡើយទេ រចនាសម្លឹងមើលភក្តីតាំងពីក្បាលដល់ចុងជើងរួចហុចមួកស្លឹកនិងចបកាប់មួយឲ្យ នៅទីនេះម៉ោង 5 គឺយឺតហើយបើលោកមិនទៅធ្វើការទេថ្ងៃត្រង់នេះកុំសង្ឃឹមថាបានបាយញ៉ាំអីសោះ និយាយរួចនាងក៏ដើរចុះពីលើផ្ទះបាត់ទៅ នៅចំការដំឡូងមីក្រោយភូមិភក្តីឈរកាន់ចបកាប់ទាំងស្ទាក់ស្ទើរកម្ដៅថ្ងៃចាប់ផ្ដើមក្ដៅឡើងញើសហូរស្រក់ស្រោចពេញខ្នង ភក្តីថ្ងៃនេះពូចង់ឲ្យក្មួយជួយជំរះស្មៅជុំវិញគល់ដំឡូងនេះឲ្យស្អាត មេភូមិសនប្រាប់ទាំងញញឹមរួចបង្ហាញពីរបៀបកាប់ដីជំរះស្មៅថ្នមដើម្បីកុំឲ្យត្រូវរឹសដំឡូងភក្តីត្អូញត្អែក្នុងចិត្តប៉ុន្តែដោយសារខ្លាចអត់បាយក៏ចាប់ផ្ដើមលើកចបកាប់ដី
កាប់លើកទី1ត្រូវចំដើមដំឡូងមីបាក់អស់មួយដើមកាប់លើកទី2ចោលផ្លាត់ត្រូវចំដុំថ្មញ៉ាំងឲ្យរំជួយដល់ដើមដៃឈឺស្ពឹកមួយចំហៀងខ្លួនកាប់បាន10ដងបាត់ដៃដែលធ្លាប់តែទន់ល្វើយចាប់ផ្ដើមពងបែកឡើងក្រហមទុំផ្សារក្រហាយរកលេខដាក់គ្មាន អូយលោកពូខ្ញុំមិនធ្វើទេដៃខ្ញុំពងអស់ទៅហើយលោកពូការងារអីក៏ថោកទាបម្លេះលំបាកលំបិនអីម្លេះ ភក្តីបោះចោលចោលទាំងខឹងសម្បាឮពាក្យថាថោកទាបរចនាដែលកំពុងកាត់ស្លឹកដំឡូងនៅក្បែរនោះស្ទុះដើរមកចំពីមុខភក្តីភ្លាមទឹកមុខនាងឡើងមើងម៉ាត់ខុសពីមុន លោកដឹងទេថាការងារដែលលោកថាថោកទាបនឹងហើយដែលចិញ្ចឹមមនុស្សរាប់លានអ្នកបើគ្មានអ្នកចំការអ្នកស្រែដែលស៊ូទ្រាំហាថ្ងៃហាខ្យល់កាន់ចប់កាប់ដីនឹងពងដៃបែបនេះទេតើអ្នកក្រុងអំណួតដូចលោកនេះមានបាយមានម្ហូបញ៉ាំចូលពោះទេលុយរបស់លោកទោះបីមានរាប់លានដុល្លារក៏មិនអាចហោះទៅដុសចេញជាស្រូវជាដំឡូងឲ្យលោកញ៉ាំបានដែរបើគ្មានញើសឈាមរបស់អ្នកស្រែដូចជាពួកយើងទេនោះ សម្ដីរបស់រចនាដូចជាញួរវាយបំបែកអំនួតរបស់ភក្តីគេឈរថ្មឹងនិយាយអ្វីមិនចេញព្រោះអ្វីដែលនាងនិយាយគឺជារឿងពិតទាំងអស់គេសម្លឹងមើលទៅដៃរបស់រចនាទើបឃើញថាដៃរបស់នាងក៏មានស្នាមក្រិនស្នាមរដប់ដោយសារការងារធ្ងន់ដែរប៉ុន្តែនាងមិនដែលត្អូញត្អែសំបីមួយម៉ាត់មេភូមិសនដើរមកផ្ទះស្មាភក្តីថ្នមថ្នម ក្មួយមាសពិតប្រកបវាត្រូវឆ្លងកាត់ការដុតក្នុងភ្លើងទើបភ្លឺស្អាតមនុស្សយើងក៏ដូចគ្នាដែរបើមិនស្គាល់ភាពលំបាកមិនស្គាល់តម្លៃនៃញើសឈាមទេនោះយើងមិនអាចរកសេចក្តីសុខពិតប្រកបបានឡើយតស៊ូឡើងក្មួយ ភក្តីអោនមុខចុះយ៉ាងស្រងូតស្រងាត់គេសម្លឹងមើលបាតដៃដែលពងបែករួចងាកទៅមើលចប់កាប់ដៃដេកនៅលើដីជាលើកដំបូងក្នុងជីវិតដែលអ្នកប្រុសភក្តីមានអារម្មណ៍អៀនខ្មាស់និងដឹងកំហុសរបស់ខ្លួនគេដកដង្ហើមធំរួចលុកដៃទៅរើសចប់កាប់ឡើងវិញយឺតខ្ញុំសុំទោសខ្ញុំនឹងព្យាយាមម្ដងទៀត ភក្តីនិយាយខ្សឹបខ្សឹបទាំងអៀនព្រានរចនាលួចសម្លឹងមើលសកម្មភាពនោះទឹកមុខលែងកាចដូចមុនតែបដូរមកជាញញឹមតិចតិចដោយការពេញចិត្តនាងដើរទៅយកក្រមាពណ៌ក្រហមរបស់នាងមកហុចឲ្យភក្តី យកក្រមានេះមករុំដៃទៅវានឹងជួយកាត់បន្ថយការផ្សាពេលលោកកាន់ចប់ ចាប់ពីម៉ោងនោះរហូតដល់ល្ងាចភក្តីខំប្រឹងកាប់ដីជំរះស្មៅទោះជាយឺតនិងឈឺដៃយ៉ាងណាក៏គេមិនបោះបង់ចោលដែរមេឃល្ងាចប្រលប់ភក្តីដើរត្រឡប់មកផ្ទះវិញទាំងអស់កម្លាំងល្វើយតែក្នុងចិត្តបែរជាមានអារម្មណ៍ធូរស្រាលនិងមានមោទនភាពចំពោះខ្លួនឯងយ៉ាងចម្លែកដែលអាចបំពេញការងារបានពេញមួយថ្ងៃប៉ុន្តែឧបសគ្គជីវិតមិនទាន់អស់ត្រឹមនឹងទេព្រោះនៅយប់នោះស្រាប់តែមានរឿងហេតុការណ៍មិននឹកស្មានមួយបានកើតឡើងនៅក្នុងភូមិ បន្ទាប់ពីការងារដ៏ហត់នឿយពេញមួយថ្ងៃភក្តីបានលងលក់ទៅក្នុងដំណេកយ៉ាងលឿនដោយសារតែការរយដៃរយជើងប៉ុន្តែនៅពាក់កណ្ដាលអត្រាតស្រាប់តែមានសំឡេងស្រែកឡូឡានិងសំឡេងគោះប៉ោកគោះភ្នែកបន្លឺឡើងផ្អើលពេញភូមិភក្តីភ្ញាក់ព្រឺតស្ទុះចេញពីមុងទាំងស្លន់ស្លោពេលរត់ចេញមកយកផ្ទះគេឃើញផ្ទៃមេឃបែកខាងកើតឡើងពណ៌ក្រហមច្រាលដោយសារអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ មេភូមិសននិងរចនាប្រញាប់រត់ចុះពីលើផ្ទះដៃយោធំទឹកនិងបាវចាស់ចាស់ឃើញភក្តីឈរថ្មឹងរចនាក៏ស្រែកហៅ ណែលោកនៅឈរថ្មឹងដល់ណាទៀតទៅជួយពន្លត់ភ្លើងគ្នាលឿនឡើង ពុទ្ធោភ្លើងឆេះខ្លាំងដល់ម្លឹងហើយមិនដេចក៏មហាឡានទឹកមកបលត់មក នៅភូមិដាច់ស្រយាលបែបនេះឡានទឹកមកមិនទាន់ទេមានតែបងប្អូនអ្នកភូមិជួយគ្នាប៉ុណ្ណោះ រចនានិយាយរួចក៏ស្ទុះរត់ទៅបាត់ភក្តីស្ទាក់ស្ទើរក្នុងចិត្តភ័យខ្លាចគ្រោះថ្នាក់ប៉ុន្តែពេលឃើញអ្នកភូមិទាំងចាស់ទាំងក្មេងរត់ទៅជួយគ្នាទាំងយប់បេះដូងរបស់គេក៏ចាប់ផ្ដើមរំភើបញាប់ញ័រគេសម្រេចចិត្តរត់តាមរចនាទៅកាន់កន្លែងកើតហេតុទស្សនភាពនៅចំពោះមុខគឺជំរុកស្រូវនិងផ្ទះបាយរបស់តាយាយជរា2នាក់កំពុងត្រូវភ្លើងលេបត្របាក់អ្នកភូមិរាប់សិបអ្នកឈរតម្រង់ជួរគ្នាជាជួរវែងផ្ទេរធុងទឹកពីម្នាក់ទៅម្នាក់ពីក្នុងអណ្ដូងយកទៅជះលើភ្លើង ភក្តីមកជួយខាងនេះ មេភូមិសនស្រែកហៅភក្តីរត់ទៅចូលជួរភ្លាមជាលើកដំបូងដែលអ្នកប្រុសកូនសេដ្ឋីត្រូវមកឈរលីសែងផ្ទេរធុងទឹកដីប្រឡាក់ប្រឡូកកំដៅភ្លើងភាយមកចាំងចំមុខធ្វើឲ្យក្តៅក្រហាយផ្សាភ្នែកនិងថប់ដង្ហើមយ៉ាងខ្លាំងដៃរបស់គេដែលពងបែកតាំងពីថ្ងៃមុនចាប់ផ្ដើមបែកឈាមរហាមដោយសារដុសខាត់នឹងធុងទឹកប៉ុន្តែភក្តីមិនព្រមលែងដៃឡើយគេប្រើកម្លាំងទាំងអស់ដែលមានស្រែកហូរកម្ដៅសាច់ដុំជាមួយអ្នកភូមិ លឿនឡើងឲ្យទឹកមកខ្ញុំ ភក្តីស្រែកយ៉ាងខ្លាំងរចនាដែលឈរក្បែរនោះឃើញភក្តីខំប្រឹងទាំងដៃឈាមក៏លួចកោតសរសើរក្នុងចិត្តអ្នកក្រុងម្នាក់នេះលែងជាមនុស្សទុនជ្រាយនិងអំនួតដូចថ្ងៃដំបូងទៀតហើយបន្ទាប់ពីការតស៊ូជាមួយអណ្ដាតភ្លើងអស់ជិត2ម៉ោងទីបំផុតភ
ភ្លើងក៏ត្រូវបានពន្លត់ទាំងស្រុងជង្រុកស្រូវត្រូវខូចខាតខ្លះប៉ុន្តែផ្ទះធំត្រូវបានសង្គ្រោះទាន់ពេលវេលាអ្នកភូមិម្នាក់ដកដង្ហើមធំអង្គុយចុះដីទាំងហត់នឿយខ្លួនប្រឡាក់ទៅដោយធ្យូងខ្មៅប៉ាតពេញមុខតែយាយម្ចាស់ផ្ទះលើកដៃសំពះយំអរគុណអ្នកភូមិទាំងទឹកភ្នែកនៅភ្នំពេញគេធ្លាប់តែចាយលុយរាប់ម៉ឺនដុល្លារទិញរបស់ប្រេនដើម្បីឲ្យគេសរសើរនិងលើកតម្កើងប៉ុន្តែគេមិនដែលទទួលបានអារម្មណ៍កក់ក្ដៅនឹងពាក្យអរគុណដែលចេញពីបេះដូងពិតប្រាកដដូចពេលនេះឡើយគេងាកទៅមើលរចនាធ្វើបានល្អតាអ្នកប្រុសភក្តីយប់នេះលោកពិតជាលយមែនរចនានិយាយទាំងញញឹមស្រស់ភក្តីញញឹមតបទាំងអៀនព្រានរចនាខ្ញុំទើបតែដឹងថាការជួយអ្នកដទៃវាធ្វើឲ្យខ្ញុំមានក្តីសុខជាងចាយលុយបំផ្លាញខ្លួនឯងទៅទៀតការលះបង់នៅរាត្រីនោះបានធ្វើឲ្យភក្តីคล้ายជាទីស្រឡាញ់របស់សហគមន៍អូដំបងប៉ុន្តែភាពស្ងប់សុខមិនបាននៅយូរឡើយនៅព្រឹកបន្ទាប់មានឡានទំនើបខ្មៅប្រណិតមួយគ្រឿងបានបើកចូលមកក្នុងភូមិសំដៅមករកភក្តីមនុស្សដែលចុះពីលើឡាននោះធ្វើឲ្យភក្តីនិងរចនាត្រូវជួបនឹងការសាកល្បងថ្មីមួយទៀតព្រឹកព្រលឹមបន្ទាប់ពីយប់ដ៏ក្តៅកគុកនៃគ្រោះអគ្គិភ័យភក្តីកំពុងតែអង្គុយលាងរបួសនៅលើដៃដោយមានរចនានៅក្បែរនោះជួយរុំរបួសឲ្យថ្នមបរិយាកាសកំពុងតែមានភាពកក់ក្ដៅនិងយល់ចិត្តគ្នាស្រាប់តែមានសម្លេងម៉ាស៊ីនឡានស្ពណ៌លំដាប់ខ្ពស់បន្លឺឡើងវ៉ាស់កោះកាត់ធូលីដីក្រហមបើកមកឈប់ងក់ចំពីមុខផ្ទះមេភូមិទ្វារឡានបើកឡើងយុវជនម្នាក់ពាក់វ៉ែនតាខ្មៅម៉ូតសក់លយឆាយដើរចុះមកទាំងខ្ទប់ច្រមុះហើយមិនដឹងជាភូមិស្អីទេហើយក៏ហើយក្លិនក៏អាក្រក់ទៀតគេនោះគឺណារិនមិត្តភក្តិស៊ីផឹកចាស់របស់ភក្តីនៅភ្នំពេញពេលណារិនក្រឡេកឃើញភក្តីពាក់អាវចាស់ដៃរំបងមុខប្រឡាក់ធ្យូងតិចគេក៏ស្រែកឡើងទាំងហួសចិត្តភក្តីនេះឯងធ្លាក់ខ្លួននៅថ្នាក់នឹងផងកូនសេដ្ឋីលំដាប់ស្រុកខ្មែរមកធ្វើជើងឈ្នួលឲ្យអ្នកស្រែអញ្ចឹងមែនទេណារិនមិនក៏ឯងដឹងថាខ្ញុំនៅទីនេះណារិនដើរមកចិត្តរួចទាញដុំលុយដុល្លារក្រាស់ខ្មឹកមួយដុំប្រហែល$10000ចេញពីកាបូបមកញាត់ចូលក្នុងដៃភក្តីហើយនិយាយថាគ្នាបានលួចសួរលោកពូសុភ័ក្រភក្តីឯងកុំល្ងងពេក3ខែនេះឯងមិនខត់ជាដាច់ពោះស្លាប់មិនខានទេតោះឡើងឡានជាមួយខ្ញុំលួចជូនឯងដើរលេងនៅឯក្រៅប្រទេសសិនចាំផុត3ខែចាំមកវិញលុយ$10000នេះឯងទុកចាយរាយប៉ាឯងមិនដឹងទេរចនាឈរស្ដាប់ពីចម្ងាយនាងមិននិយាយអ្វីមាត់ឡើយប៉ុន្តែខ្សែភ្នែករបស់នាងដែលសម្លឹងមកភក្តីពោពេញដោយភាពខកចិត្តនឹងការរងចាំមើលនាងគិតក្នុងចិត្តថាចុងក្រោយមនុស្សអ្នកក្រុងដូចគេនៅតែមិនអាចចោលចរិតយកលុយជាធំដដែលគេច្បាស់ជារត់ទៅវិញជាមិនខានទេភក្តីសម្លឹងមើលដុំលុយ$10000នៅក្នុងដៃលុយចំនួននេះបើកាលពីមុនគេអាចចាយអស់ត្រឹមតែមួយយប់នៅក្នុងក្លឹបកំសាន្តប៉ុណ្ណោះបើគេងក់ក្បាយយល់ព្រមគេនឹងបានត្រឡប់ទៅដេកបន្ទប់ម៉ាស៊ីនត្រជាក់ញ៉ាំអាហារឆ្ងាញ់លែងហត់នឿយលែងពងដៃក្រហាយទៀតហើយគេងាកទៅមើលមេភូមិសនដែលកំពុងឈរមើលមកគេដោយទឹកមុខស្ងប់ស្ងៀមគេងាកទៅមើលរចនាដែលមានខ្សែភ្នែកស្រងូតស្រងាត់រួចគេក៏កលេចមើលទៅបាត់ដៃខ្លួនឯងដែលទើបតែមុតឈាមដោយសារជួយពន្លត់ភ្លើងផ្ទះអ្នកភូមិកាលពីយប់មិញរូបភាពយាយជរាលើកដៃសំពះអរគុណទាំងទឹកភ្នែកនិងរសជាតិផ្អែមល្ហែមនៃទឹកត្រជាក់មួយផ្ដិលដែលបានមកពីសេចក្តីល្អស្រាប់តែហោះកាត់ខួរក្បាលរបស់គេវាជាក្តីសុខពិតប្រាកដដែលលុយ$10000របស់ណារិនមិនអាចទិញបានឡើយភក្តីដកដង្ហើមធំរួចហុចដុំលុយនោះត្រឡប់ទៅឲ្យណារិនវិញយឺតប៉ុន្តែយ៉ាងមើងម៉ាត់ណារិននេះឯងយកលុយឯងទៅវិញចុះខ្ញុំមិនទៅណាទាំងអស់ភក្តីឯងឈួតហើយមែនទេលុយនៅនឹងមុខហើយមិនក៏ឯងមិនយកណារិនគ្នាមិនបានឈួតទេកាលពីមុនខ្ញុំគិតថាមានលុយគឺមានអ្វីៗគ្រប់យ៉ាងតែនៅពេលនេះខ្ញុំបានរៀនស្គាល់ពីតម្លៃនៃញើសឈាមតម្លៃនៃបាយមួយម៉ាត់និងទឹកចិត្តពិតប្រាកដរបស់មនុស្សបើខ្ញុំលួចរត់ទៅជាមួយឯងខ្ញុំអាចនឹងស្រណុកខ្លួនតែខ្ញុំនឹងក្លាយជាមនុស្សបរាជ័យនិងមើងងាយខ្លួនឯងអស់មួយជីវិតខ្ញុំចង់ស៊ូនៅទីនេះដោយសមត្ថភាពខ្លួនឯងឮសម្ដីដ៏មើងម៉ាត់របស់ភក្តីរួចណារិនខឹងផងហួសចិត្តផងក៏ដើរឡើងឡានបើកចេញទៅទាំងដីហុយត្រឡូមបន្ទាប់ពីឡានរបស់ណារិនបើកចេញបាត់ភូមិអូដំបងត្រឡប់មកមានភាពស្ងប់ស្ងាត់វិញភក្តីងាកមកមើលរចនាស្រាប់តែឃើញនាងកំពុងតែញញឹមយ៉ាងស្រស់ស្នាមញញឹមដែលចេញពីបេះដូងនិងពោពេញដោយការគោរពកោតសរសើរមកលើរូបគេជាលើកដំបូងលោកពិតជាផ្លាស់ប្ដូរមែនតែនហើយមើលទៅរចនានិយាយខ្សឹបទាំងអៀនព្រានមេភូមិសងដើរមកផ្ទះស្មាភក្តីទាំងញញឹមល្អណាស់ក្មួយប្រុសឯងឈ្នះចិត្តខ្លួនឯងហើយថ្ងៃនេះពូមានកាដូពិសេសសម្រាប់ឯងគឺពូនឹងបង្រៀនឲ្យឯងចេះបើកបរត្រាក់ទ័រភ្ជួរស្រែម្ដងភក្តីញញឹមទាំងក្តីសង្ឃឹមជីវិតរបស់គេលែងងងឹតអាប់ដូចថ្ងៃដំបូងទៀតហើយ